សួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងទៀតដែលតពីភាគមុនបន្តពីជើយីគាត់បានចាក់ចេញហើយនៅពេលនេះក៏មានមនុស្សស្រីម្នាក់ដែលបានមើលទៅកាន់គាត់ផងដែរហើយសាច់រឿងរបស់យើងក៏បានកាត់មកខាងជើយីនៅពេលនេះគាត់ពិតជាបានត្រឡប់មកវិញហើយបន្តមកនៅពេលនោះທາງជឺឆិននិងម្ចាស់ទីក្រុងក៏បានសួរទៅកាន់ជើយីថាតើអ្នកបានបាត់ទៅណារយៈពេលប្រហែលថ្ងៃដែលជើយីគាត់ក៏បានឆ្លើយតបថាខ្ញុំបានចាក់ចេញទៅកាន់ព្រៃបិសាចដើម្បីវឹកហាត់ដែលបានធ្វើឲ្យម្ចាស់ទីក្រុងក៏បាននិយាយថាតើអ្នកពិតជាមិនបានដឹងមែនទេថាគ្រួសារចៅពួកគេពិតជាបានដាក់គោលដៅទៅកាន់អ្នករួចបន្តមកជើយីក៏បានឆ្លើយតបថាមិនចាំបាច់ភ័យនោះទេម្ចាស់ទីក្រុងជើហើយគេពិតជាមកតាមខ្ញុំទៅកាន់ព្រៃបិសាចពិតមែនប៉ុន្តែខ្ញុំក៏បានសម្លាប់ទៅកាន់គេហើយនៅពេលនេះខ្ញុំក៏បានឈានទៅកាន់ឋានសួគ៌ទី10ផងដែរបន្ទាប់ពីម្ចាស់ទីក្រុងគាត់បានឃើញបែបនេះហើយក៏បាននិយាយទៅកាន់ជើយីថាជាមួយនឹងសមត្ថភាពនិងទេពកោសល្យរបស់អ្នកវាពិតជាល្អជាខ្លាំងវាមិនចាញ់ទៅកាន់មនុស្សដែលមកពីគ្រួសារដទៃផ្សេងទៀតនោះទេជើយីបន្ទាប់ពីបានឮបែបនេះហើយក៏បាននិយាយថាម្ចាស់ទីក្រុងហាក់បីដូចជាសរសើរខ្ញុំពេកហើយចំពោះរឿងទាំងអស់នេះវាគ្រាន់តែជាសំណាងរបស់ខ្ញុំនោះទេបន្ទាប់មកម្ចាស់ទីក្រុងក៏បានសួរទៅកាន់ជើយីម្ដងទៀតថាដោយសារតែអ្នកគឺជាមនុស្សដែលបានស្មោះត្រង់ហើយក៏បានជួយមកកាន់ខ្ញុំផងដែរតើអ្នកយល់យ៉ាងណាដែរចំពោះកូនស្រីរបស់ខ្ញុំបើសិនជាអ្នកមានចិត្តទៅលើនាងអ្នកក៏អាចក្លាយទៅជាកូនប្រសាររបស់ខ្ញុំផងដែរជើយីបន្ទាប់ពីបានស្ដាប់លើបែបនេះហើយក៏បាននិយាយថាចំពោះរឿងរៀបការនៅពេលនេះខ្ញុំហាក់បីដូចជាមិនតបានកើតនោះទេព្រោះឯកម្លាំងរបស់ខ្ញុំនៅពេលនេះវាហាក់បីដូចជាមិនតគ្រប់គ្រាន់រួចម្ចាស់ទីក្រុងក៏បាននិយាយទៀតថាវាមិនអីនោះទេវាគឺជាការសម្រេចចិត្តរបស់អ្នកបាទអញ្ចឹងនៅពេលនេះខ្ញុំគួរតែផ្លាស់ប្ដូរប្រធានបទបន្ទាប់មកម្ចាស់ទីក្រុងក៏បាននិយាយទៀតថាអ្នកគួរតែបានដឹងហើយវាជិតដល់ពេលនៃការប្រកួតក្បាច់គុននៅក្នុងទីក្រុងឡុងជៀនហើយពិតជាមានគ្រួសារដទៃផ្សេងទៀតពួកគេក៏បានចូលរួមផងដែរបើសរុបទៅគឺមានចំនួន4គ្រួសារហើយនឹងក៏កម្លាំង2ផ្សេងទៀតរួចជើយីក៏បានប្រាប់ទៅកាន់ម្ចាស់ទីក្រុងថាចំពោះរឿងមួយនេះខ្ញុំពិតជាបានសម្រេចចិត្តហើយខ្ញុំបានចោះឈ្មោះដើម្បីធ្វើជាអ្នកវឹកហាត់ឯកោរួចបន្តមកម្ចាស់ទីក្រុងក៏បាននិយាយថាចាប់តាំងពីអ្នកបានសម្លាប់ទៅកាន់ចៅហើយបើសិនជាមានបញ្ហាអ្វីដែលបានកើតឡើងអ្នកអាចមករកខ្ញុំបានបន្តមកសាច់រឿងរបស់យើងក៏បានកាត់មកខាងនៅពេលនេះវិញដែលទេពធីតាតៃប៉ៃក៏បាននិយាយទៅកាន់ជើយីថាហេតុអ្វីបានជាអ្នកបដិសេធជាមួយនឹងគេបើសិនជាអ្នកព្រមរៀបការនៅពេលនេះខ្ញុំនឹងទទួលបានអ្នកក្រមបង្គាប់ចំនួនម្នាក់ទៀតជើយីក៏បានឆ្លើយតបថានៅពេលនេះខ្ញុំពិតជាមានសត្រូវដែលនៅជុំវិញខ្លួនខ្ញុំពិតជាមិនអាចគិតអំពីរឿងមួយនេះនោះទេរួចបន្តមកទេពធីតាតៃប៉ៃក៏បាននិយាយថាបើខ្ញុំមិនឯនោះទេខ្ញុំនឹងឲ្យអ្នកស្គាល់អំពីអាណាចក្រដទៃភាពនៅពេលនេះរួចបន្តមកនៅពេលនេះជើយីក៏បានធ្លាក់មកកាន់ទីកន្លែងមួយដែលបានធ្វើឲ្យគាត់ក៏មានការភ្ញាក់ផ្អើលផងដែរដែលគាត់បាននិយាយថាវាហាក់បីដូចជានៅលើទីលំហដែលគ្មានដែនកំណត់ហើយបន្តមកក៏មានខ្លោងទ្វារមួយបន្តមកគាត់ក៏បានចូលទៅកាន់ទីកន្លែងមួយនោះនៅពេលដែលបានចូលក៏បានឃើញទៅកាន់ចាងមីដែលបានជាប់ឃុំឃាំងនៅទីកន្លែងមួយនេះនាងបាននិយាយទៅកាន់ជើយីថាបើសិនជាអ្នកហ៊ានតែសម្រាប់ខ្ញុំនៅពេលនេះប៉ុន្តែនៅពេលនោះក៏បានស៊ីមួយកំភ្លារបស់ជើយីបាត់ទៅហើយដែលនាងនៅពេលនេះរៀបតែនិយាយបន្តទៀតជើយីក៏បាននិយាយឆ្លើយតបថាខ្ញុំមិនខ្លាចទៅកាន់និកាយរបស់អ្នកនោះទេបើសិនជាពួកគេហ៊ានមកខ្ញុំក៏នឹងសម្លាប់ពួកគេផងដែរនៅពេលនេះជំរឿល្អរបស់អ្នកមានតែការស្ដាប់បង្គាប់នោះទេបើសិនជាអ្នកមិនចង់មានបញ្ហានៅពេលនេះដែលជើយីក៏បាននិយាយទៀតថាអ្នកគួរតែនិយាយប្រាប់អំពីអាកបាំងទាំងអស់នៅពេលនេះអំពីជើយូហើយនឹងនិកាយរបស់អ្នកដែលជាងមីនៅពេលនេះនាងក៏បាននិយាយរ៉ាបរាប់អំពីនិកាយរបស់នាងដើម្បីប្រាប់ទៅកាន់ជើយីថាជាមួយនឹងនិកាយពឹសសាកសពរបស់ពួកយើងពិតជាបានមានទំនាក់ទំនងជាមួយនឹងគ្រួសារដទៃផ្សេងទៀតផងដែរប៉ុន្តែជាលើកដំបូងនៅពេលដែលនិកាយរបស់ពួកយើងបានជួបជាមួយនឹងជើយូពិតជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរដែលបានធ្វើឲ្យមេនិកាយរបស់ពួកយើងមានការគោរពទៅកាន់ជើយូទាំងដែលគាត់បានស្ថិតនៅក្នុងឋានសួគ៌ទី25ហើយនៅពេលនោះខ្ញុំក៏បានខ្លាចទៅជាប្រពន្ធចុងរបស់ជើយូផងដែរចាប់តាំងពីពេលនោះមកពួកយើងពិតជាបានមានទំនាក់ទំនងជាមួយនឹងគ្នាប៉ុន្តែជាមួយនឹងការទំនាក់ទំនងមួយនេះហាក់បីដូចជាជើយូគេពិតជាមានកម្រងអ្វីមួយដទៃផ្សេងទៀតដែលគេចង់ធ្វើបន្តមកជើយីក៏បានគិតថាជើយូតើគេចង់បានអ្វីឲ្យប្រកបទៅនៅពេលនេះហើយបន្តមកគាត់ក៏បាននិយាយទៅកាន់ទេពធីតាតៃប៉ៃថាតើពួកយើងនៅពេលនេះមានវិធីដែលត្រូវដោះស្រាយជាមួយនឹងចាងមីងដែរឬទេបន្តមកទេពធីតាតៃប៉ៃក៏បាននិយាយថាវាមិនអីនោះទេពួកយើងពិតជាមានខ្ញុំនឹងឲ្យវិធីសាស្ត្រមួយទៅកាន់អ្នកដែលគឺជាការដាំក្រពូជទៅលើវិញ្ញាណហើយនៅពេលនេះជើយីក៏បានប្រើបច្ចេកទេសមួយនេះដើម្បីដាក់ទៅកាន់ចាងមីហើយនៅពេលនេះនាងក៏បានត្រូវខ្លាយទៅជាទាសកររបស់ជើ
ចៅយីផងដែរដែលនាងក៏បានសួរទៅកាន់ចៅយីថាតើអ្នកបានធ្វើអ្វីទៅមកកាន់ខ្ញុំចៅយីនៅពេលនេះគាត់ក៏បានឆ្លើយតបថាចាប់តាំងពីពេលនេះតទៅអ្នកនឹងត្រូវតាមដានអំពីសកម្មភាពរបស់ចៅយូបើសិនជាអ្នកហ៊ានតែក្បត់ខ្ញុំរឿងការរបស់អ្នកនឹងចាប់ផ្ដើមផ្ទុះភ្លាមបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលបានដល់ពេលនៃការចោទឈ្មោះដើម្បីចូលប្រកួតក្បាច់គុនដែលអ្នកចោទឈ្មោះនៅពេលនេះក៏បានលើកនៅដុំថ្មមួយដែលគេក៏បាននិយាយប្រាប់ទៅកាន់មនុស្សគ្រប់គ្នាថាបើសិនជានរណាដែលដាក់ស្លាកស្នាមទៅលើដុំថ្មមួយនេះបានអ្នកនោះនឹងមានសិទ្ធិក្នុងការចោទឈ្មោះអំពីការប្រកួតមួយនេះបន្ទាប់ពីអ្នកចោទឈ្មោះបាននិយាយបែបនេះហើយនៅពេលនោះក៏មានបរិសម្នាក់ដែលគេបាននិយាយថាវាងាយស្រួលណាស់បន្តមកគេក៏បានវាយមួយដៃទៅលើដុំថ្មមួយនេះបន្ទាប់ពីគេបានវាយរួចនៅពេលនេះដុំថ្មហាក់បីដូចជាគ្មានស្នាមប្រេះនោះទេប៉ុន្តែក៏បានធ្វើឲ្យគេឈឺដៃនៅពេលនេះវិញមនុស្សគ្រប់គ្នាបន្ទាប់ពីពួកគេបានឃើញហើយពួកគេបាននិយាយថានេះមិនមែនជាដុំថ្មធម្មតាដែលពួកយើងបានឃើញនោះទេវាហាក់បីដូចជាមើលទៅពិតជាធម្មតាដែលចៅយីក៏បាននិយាយថាដុំថ្មមួយនេះហាក់បីដូចជាមានធម្មពលវិញ្ញាណនៅក្នុងនោះហាក់បីដូចជានរណាគេម្នាក់ដែលបានដាក់វារួចបន្តមកនៅពេលនោះក៏មានបរិសម្នាក់ទៀតក៏បាននិយាយថាអញ្ចឹងនៅពេលនេះតើខ្ញុំជាអ្នកសាកល្បងវិញម្ដងមនុស្សគ្រប់គ្នាបន្ទាប់ពីបានឃើញទៅកាន់បរិសម្នាក់នេះហើយគេក៏បាននិយាយថានេះគឺជាទេពកោសល្យដែលបានមកពីគ្រួសារយ៉ាងហើយបន្តមកនៅពេលនេះបរិសដែលជាទេពកោសល្យនៃគ្រួសារយ៉ាងគេក៏ចាប់ផ្ដើមវាយទៅកាន់ដុំថ្មមួយនេះដែលបានធ្វើឲ្យមានការបំផ្ទុះនៅទីកន្លែងមួយនេះហើយគេក៏បានតកនៅស្នាក់ស្នាមួយនៅលើដុំថ្មមួយនេះផងដែរមនុស្សគ្រប់គ្នាបន្ទាប់ពីពួកគេបានឃើញហើយពួកគេបាននិយាយថាមើលទៅកម្លាំងរបស់ពួកយើងហាក់បីដូចជាមិនអាចបំបីស្នាក់ស្នាមថ្មមួយនេះបាននោះទេដែលបរិសដែលបានមកពីគ្រួសារយ៉ាងនៅពេលនេះគេក៏បាននិយាយថានេះវាគ្រាន់តែជារឿងធម្មតានោះទេហើយនៅពេលនេះក៏ដល់វេលារបស់ចៅយីវិញដែលនៅពេលនេះចៅយីក៏បានវាយប្រហារទៅកាន់ដុំថ្មមួយនេះផងដែរហើយគាត់ក៏បានតកនៅស្នាក់ស្នាមួយមនុស្សគ្រប់គ្នាពួកគេក៏បាននិយាយម្ដងទៀតថាមើលទៅនៅពេលនេះមនុស្សដែលបានបោះបង់ចោលអំពីគ្រួសារចៅគេក៏អាចទៅស្នាក់ស្នាមួយផងដែរតែបានធ្វើឲ្យនៅពេលនេះបរិសដែលបានមកពីគ្រួសារយ៉ាវគេក៏បាននិយាយថាការវាយប្រហាររបស់ខ្ញុំអំបញ្ញមិញវាមិនមែនជាកម្លាំងពលរបស់ខ្ញុំឡើយវាហាក់បីដូចជាចៅជីម្នាក់នេះមានការចាប់អារម្មណ៍បន្តិចប៉ុន្តែកម្លាំងរបស់គេហាក់បីដូចជាបានបង្ហាញពេញលេញវាហាក់បីដូចជាមិនអាចប្រៀបធៀបជាមួយនឹងខ្ញុំឡើយរួចបន្តមកនៅពេលនេះចៅជីគាត់ក៏បានគិតថានេះវាមិនមែនជាកម្លាំងពលរបស់ខ្ញុំនោះទេខ្ញុំនឹងទុកវានៅពេលការប្រកួតចុងក្រោយការធ្វើតែសារល្បងនៅពេលនេះវាគ្រាន់តែជាកម្លាំងមួយចំនួនរបស់ខ្ញុំនោះទេហើយបន្តមកសាយរឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលចៅជីគាត់ក៏បានវឹកហាត់នៅក្នុងអាណាចក្រដ៏ទេវភាពផងដែរដែលនៅពេលនោះទេវតាតាយបៃក៏បាននិយាយទៅកាន់ចៅជីថាបើសិនជាអ្នកចង់រួមបញ្ចូលគ្នាជាមួយនឹងអក្រវិញ្ញាណបានពេញលេញអ្នកនឹងត្រូវស្វែងយល់ដឹងអំពីរឿងកាយរបស់អ្នកដើម្បីធ្វើឲ្យវាមានភាពរឹងមាំជាមួយនឹងធម៌ពលវិញ្ញាណរបស់អ្នកដែលបានរួមបញ្ចូលរួចទេវតាតាយបៃក៏បានបញ្ចេញនៅកងមួយហើយក៏បានឃើញលេចចោលហើយចេញមកដែលនាងក៏បាននិយាយប្រាប់ទៅកាន់ចៅជីទៀតថាខ្ញុំនឹងយកចាស់ហើយដើម្បីធ្វើជាការសាកល្បងវឹកហាត់នៅពេលនេះបើសិនជាអ្នកអាចទប់ទល់ការវាយប្រហាររបស់គេចំនួន100ដងជាមួយនឹងការរួមបញ្ចូលគ្នាជាមួយនឹងអក្រវិញ្ញាណនិងរាងកាយរបស់អ្នកប៉ុន្តែអ្នកមិនត្រូវឲ្យវាយប្រហារនោះទេអ្នកនឹងត្រូវធ្វើយ៉ាងណាដើម្បីទប់ទល់ចំនួន100ដងក្នុងការវាយប្រហាររបស់គេបន្ទាប់មកចៅហើយនៅពេលនេះក៏បានចាប់ផ្ដើមវាយប្រហារទៅកាន់ចៅយីដែលចៅយីនៅពេលនេះក៏បានគិតថាបើទោះបីជាចៅហើយគេពិតជាបានស្លាប់ក៏ដោយប៉ុន្តែអាណាចក្ររបស់គេក៏ស្ថិតនៅក្នុងឋានសួគ៌ទី18ដែលទេពធីតាតាយបៃនៅពេលនេះក៏បាននិយាយថាអ្នកត្រូវតែរួមបញ្ចូលគ្នាឲ្យបានល្អឥតខ្ចោះបើមិនដូច្នេះទេអ្នកមិនអាចទប់ទល់ជាមួយនឹងការវាយប្រហារទាំងនេះដែលចៅយីនៅពេលនេះក៏បាននិយាយថាវាហាក់បីដូចជាការវាយប្រហារច្រើនដងនៅពេលនេះពិតជាបានធ្វើឲ្យខ្ញុំពិតជាមានភាពផ្សំជាមួយនឹងការវាយប្រហារដែលទេពធីតាតាយបៃនៅពេលនេះក៏បាននិយាយថាអ្នកពិតជាមិនអាចវាយប្រហារប៉ុន្តែអ្នកអាចបញ្ចេញធម៌ពលសម្ពាធរបស់អក្រវិញ្ញាណមួយនេះបានបន្ទាប់ពីចៅយីគាត់បានលើបែបនេះហើយក៏បានធ្វើតាមទៅកាន់ទេពធីតាតាយបៃដែលក៏បានរួមបញ្ចូលគ្នាជាមួយនឹងរាងកាយរបស់គាត់ហើយនៅពេលនេះក៏បានលេចចេញនៅសម្ពាធអក្រវិញ្ញាណហើយក៏បានទប់ទល់ជាមួយនឹងការវាយប្រហារចុងក្រោយរបស់ចៅហើយដែលបានធ្វើឲ្យចៅហើយនៅពេលនេះគេក៏បានប៉ាងចេញទៅទេពធីតាតាយបៃក៏បាននិយាយទៀតថាការយល់ដឹងរបស់អ្នកវាពិតជាមានភាពលឿនបានចឹងនៅពេលនេះអ្នកគួរតែរួមបញ្ចូលគ្នាជាមួយនឹងការវាយប្រហារជាមួយនឹងអក្រមួយនេះបន្តមកចៅយីក៏បានបញ្ចេញនៅដាវមួយ
ដែលបន្តមកគាត់ក៏បានប្រើថាមពលវិញ្ញាណរបស់គាត់រួមបញ្ចូលគ្នាជាមួយនឹងអាក្រក់ហើយនៅអាវុធរបស់គាត់នៅពេលនេះរួចក៏បានបើកការវាយប្រហារទៅកាន់ចៅហើយបន្តមកនៅពេលនោះចៅហើយក៏ត្រូវបានរលាយប៉ុន្តែនៅពេលនេះចៅយីក៏បានភ្ញាក់ដឹងខ្លួនវិញដែលគាត់បាននិយាយថាវាហាក់បីដូចជាការវឹកហាត់មួយនេះដូចជាការស្រមៃដែលនៅពេលដែលខ្ញុំបានធ្លាក់ចូលទៅកាន់អាណាចក្រដ៏ទេវភាពទេណាតៃបាយក៏បាននិយាយថាមែនហើយអាណាចក្រដ៏ទេវភាពវាត្រូវបានបង្កើតដោយថាមពលវិញ្ញាណដែលគ្មានដែនកំណត់បន្តមកនៅពេលនេះសាច់រឿងក៏បានកាន់មកខាងពេលយកវិញដែលនៅពេលនេះចៅយីក៏បានជួបថាជ័យឆាន់ដែលនាងបានសួរថានៅថ្ងៃស្អែកវាដល់ពេលនៃការប្រកួតហើយតើលោកបានត្រៀមខ្លួនហើយឬនៅបន្តមកចៅយីក៏បាននិយាយឆ្លើយតបទៅវិញថាសម្រាប់ខ្ញុំនៅពេលនេះខ្ញុំពិតជាបានត្រៀមខ្លួនរួចហើយបើទោះបីជាការប្រកួតមួយនេះវាពិតជាមានភាពលំបាកបន្តិចដែលថាជ័យឆាន់ក៏បាននិយាយថាខ្ញុំគិតថាសមត្ថភាពរបស់លោកគឺមិនអស់នោះទេបើប្រៀបធៀបជាមួយនឹងខ្ញុំដែលសមត្ថភាពរបស់ខ្ញុំនៅពេលនេះពិតជាមានការធ្លាក់ចុះដែលបន្តមកនៅពេលនោះចៅយីគាត់ក៏បាននិយាយថាចាប់តាំងពីខ្ញុំបានជួបកញ្ញាថាជាលើកដំបូងខ្ញុំហាក់បានឃើញអ្វីមួយនៅក្នុងរាងកាយរបស់អ្នកដែលបានធ្វើឲ្យថាជឿឆាននៅពេលនោះក៏បាននិយាយថាតើលោកបានឃើញអ្វីទៅប៉ុន្តែនៅពេលនោះចៅយីក៏បានយកដៃដាក់ទៅលើស្មារបស់កូនស្រីគេបាត់ទៅហើយដែលគាត់បាននិយាយថាខ្ញុំអាចជួយអ្នកបានអំពីរឿងមួយនេះរួចបន្តមកយើងក៏បានដឹងថាចៅយីបានធ្វើអ្វីនោះទេសាច់រឿងរបស់យើងក៏បានកាន់មកខាងថ្ងៃស្អែកនៅពេលនេះវិញក៏បានដល់ពេលនៃការចាប់ផ្ដើមប្រកួតក្បាច់គុនរួចបន្តមកនៅពេលនេះអ្នកប្រកាសក៏បានប្រកាសថាអ្នកដែលបានមើលការប្រកួតមួយនេះគឺបានមកពីគ្រួសាររាជវង្សបើសិនជាមាននរណាគេម្នាក់អាចយកជើងឯកនៅក្នុងការប្រកួតមួយនេះបានអ្នកនោះនឹងមានសិទ្ធិអាចចូលរួមជាមួយនឹងរាជវង្សហើយនឹងទទួលបានគ្រាប់ថ្នាំរាងកាយមាសនៅពេលនេះផងដែរហើយនៅពេលនោះទេពធីតាតៃបៃក៏បានចេញមកហើយក៏បាននិយាយទៅកាន់ចៅយីថាអ្នកត្រូវតែយកជើងឯកឲ្យបានជាមួយនឹងគ្រាប់ថ្នាំមាសរាងកាយមួយនេះវាក៏អាចជួយទៅដល់ថាមពលវិញ្ញាណរបស់ខ្ញុំមួយចំនួនតូចផងដែរដែលខ្ញុំគិតថាជាមួយនឹងថាមពលរបស់វត្ថុមួយនេះវាគឺជាជម្រើសល្អរបស់ខ្ញុំរួចហើយចៅយីក៏បានឆ្លើយតបថាខ្ញុំមិនប្រកាសអំពីរឿងមួយនេះនោះទេបន្តមកអ្នកប្រកាសក៏បានប្រកាសទៀតថាដោយសារតែការប្រកួតក្បាច់គុននៅពេលនេះពិតជាមានមនុស្សដែលបានចូលរួមជាច្រើនអញ្ចឹងហើយពួកយើងនៅពេលនេះនៅរៀបចំតង់ទី1និងតង់ទី2ដែលតង់ទី1ពួកយើងនឹងឲ្យអ្នកទាំងអស់គ្នាចូលទៅកាន់ព្រៃបិសាចដែលទីតាំងដែលពួកយើងបានកំណត់រួចនៅពេលនោះក៏បានលេចចេញនៅចៅរងជាងមកហើយក៏បាននិយាយទៅកាន់ចៅយីថាលើកនេះខ្ញុំនឹងមិនឲ្យអ្នករស់នោះទេបើសិនជាអ្នកហ៊ានទៅជួបខ្ញុំនៅក្នុងការប្រកួតក្បាច់គុនខ្ញុំនឹងប្រើបច្ចេកទេសដើម្បីសម្លាប់ទៅកាន់អ្នកប៉ុន្តែនៅពេលនេះចៅយីហាក់បីដូចជាមិនបានខ្វល់ពីគេនោះឡើយដែលគាត់ក៏បានដើរចាកចេញអំពីគេទៅដែលបានធ្វើឲ្យចៅរងគេក៏បាននិយាយថាតើអ្នកពិតជាមិនខ្វល់ពីខ្ញុំមែនទេហើយបន្តមកនៅពេលនេះចៅយីគាត់ក៏បានធ្វើដំណើរដើម្បីទៅទីកន្លែងសាឡបងនៅកន្លែងព្រៃបិសាចបន្តមកគាត់ក៏បានចូលរួមនៅពេលនេះទៅដែលចៅយីនៅពេលនេះគាត់ក៏បានចូលរួមទៅកាន់ព្រៃបិសាចដែលគាត់បាននិយាយថាជាមួយនឹងស្លាកសញ្ញាឫស្សីមួយនេះវាពិតជាមានភាពចម្លែកផងណាស់បើសិនជាស្លាកសញ្ញាមួយនេះពិតជាបានខូចម្នាក់នោះនឹងប្រកាសជាបានត្រូវចាញ់នៅក្នុងការប្រកួតមួយនេះហើយការប្រកួតមួយនេះវាពិតប្រាកដក្នុងការប្រមាញ់ទៅកាន់ពួកសត្វបិសាចបន្តមកនៅពេលនោះក៏មានមនុស្សមួយក្រុមដែលពួកគេនៅពេលនេះក៏បានតបតជាមួយនឹងសត្វបិសាចខ្លាឃ្មុំដែលចៅយីក៏បាននិយាយថាជាមួយនឹងសត្វបិសាចខ្លាឃ្មុំមួយនេះខ្ញុំពិតជាបានជួបវាម្ដងប៉ុន្តែលើកនេះវាហាក់បីដូចជាខុសអំពីមុនរួចបិសាចខ្លាឃ្មុំមួយនេះក៏បានវាប្រហារទៅកាន់ចៅយីផងដែរប៉ុន្តែនៅពេលនោះចៅយីក៏បានប្រើមួយស្នៀតដែលបានធ្វើវាក៏បានដេកទៅបន្ទាប់ពីបានសម្លាប់ទៅកាន់វានៅពេលនោះក៏បានលេចចេញនៅគ្រាប់ថ្នាំមួយដែលបានធ្វើឲ្យចៅយីក៏បាននិយាយថាជាមួយនឹងបិសាចខ្លាឃ្មុំមួយនេះវាហាក់បីដូចជាមិនពិតនោះទេបន្តមកទេពធីតាតៃបៃក៏បាននិយាយប្រាប់ទៅកាន់ចៅយីថាមនុស្សដែលអាចធ្វើរឿងទាំងអស់នេះបានមានតែមនុស្សដែលបានឈានទៅកាន់លើអំពីឋានសួគ៌កម្រិតទី30នោះទេហើយបន្ទាប់ពីបានសម្លាប់ទៅកាន់បិសាចនៅពេលនេះបន្តមកនៅពេលនោះចៅហុងគេក៏បានលេចចេញមកដែលគេក៏បាននិយាយទៅកាន់ចៅយីថាទីបំផុតខ្ញុំពិតជាបានជួបអ្នកហើយដែលចៅយីក៏បាននិយាយថាតើអ្នកចង់ត្រូវខ្ញុំវាប្រហារដោយលើកមុនទៀតមែនទេហើយនៅពេលនោះក៏បានធ្វើឲ្យចៅហុងក៏បាននិយាយទៅកាន់ចៅយីវិញវាមិនអាចការឡើងម្ដងទៀតនៅពេលនេះនោះទេជាមួយនឹងកម្លាំងរបស់អ្នកនៅពេលនេះមិនអាចប្រយុទ្ធជាមួយនឹងខ្ញុំមកឡើយរួចគេនៅពេលនេះក៏បានបញ្ចេញកម្លាំងរបស់គេដែលគេក៏បានឈានទៅកាន់ឋានសួគ៌ទី14ផងដែរហើយគេបន្តមករៀបតែបានបើកការវាយប្រហារទៅកាន់ចៅយីហើយប៉ុន្តែនៅពេលនេះចៅយីក៏បានវាយប្រហារទៅកាន់គេមុនដែលបានធ្វើឲ្យគេនៅពេលនេះហាក់បីដូចជាបានក្អួតឈាមបន្តិចដែលគេបាននិយាយថាតើហេតុអ្វីទៅបានជាកម្លាំងរបស់អ្នកនៅពេលនេះពិតជាបាន
បានខំពីធម្មតាបន្ទាប់មកជើជីគាត់ក៏បានឆ្លើយតបទៅវិញថាឯងមិនមែនជាគូប្រកួតប្រជែងជាមួយនឹងយើងនោះទេបើសិនជាមិនចង់ឲ្យយើងកំចាប់ឯងនៅពេលនេះឯងគួរតែចោះចាញ់ទៅហើយក៏បានជន់ទៅការនិមិត្តសញ្ញារបស់គេនៅពេលនេះដែលបានធ្វើគេក៏បានធ្លាក់នៅក្នុងការប្រកួតមួយនេះផងដែររួចបន្តមកសាយរឿងរបស់យើងក៏បានកាន់មកខាងថាងជ័យឆិននៅពេលនេះវិញដែលនាងកំពុងតែទប់ទល់ជាមួយនឹងសត្វចោវិញ្ញាណមួយនៅពេលនេះដែលថាងជ័យឆិនក៏បានគិតថាចៅជីគាត់ពិតជាបានប្រើធម៌ពលអ្វីមួយយ៉ាងដែលបានធ្វើឲ្យធម៌ពលតករបស់ខ្ញុំនៅពេលនេះវាពិតជាមានភាពដំណើរការខ្លាំងជាងមុនរួចបន្តមកសត្វចោមួយនេះក៏បានបើកការវាប្រហារទៅកាន់នាងប៉ុន្តែនៅពេលនោះក៏បានលេចចេញនៅសត្វគីងកុងជាមកដែលបានកំចាត់ទៅកាន់បិសាចចោមួយនេះដែលនៅពេលនេះថាងជ័យឆិនក៏បាននិយាយថាសត្វបិសាចគីងកុងមួយនេះវាពិតជាបានខ្លាំងជាងសត្វបិសាចចោបាញ់មិញទៀតហើយនៅពេលនោះមនុស្សគ្រប់គ្នាដែលនៅទីកន្លែងមួយនេះបន្ទាប់ពីពួកគេបានឃើញហើយពួកគេក៏បានព្យាយាមរត់ចេញប៉ុន្តែថាងជ័យឆិននេះក៏បាននិយាយថាមិនឯនោះទេខ្ញុំនឹងជឿជាក់ទៅលើធម៌ពលតករបស់ខ្ញុំនៅពេលនេះរួចនាងក៏បានបើកការវាប្រហារទៅកាន់បិសាចគីងកុងមួយនេះហើយក៏បានបង្កទៅកាន់វាដែលបានធ្វើឲ្យបិសាចគីងកុងមួយនេះវាក៏បានកកប៉ុន្តែមួយសន្ទុះក្រោយមកជាមួយនឹងតកមួយនេះវាក៏ចាប់ផ្ដើមប្រែបែកទៅវិញដែលបានធ្វើឲ្យថាងជ័យឆិនក៏បាននិយាយថាជាមួយនឹងធម៌ពលតករបស់ខ្ញុំហាក់បីដូចជាមិនអាចធ្វើអ្វីទៅកាន់វាបានឡើយហើយបិសាចមួយនេះក៏បានវាប្រហារទៅកាន់ថាងជ័យឆិនរួចបន្តមកអ្នកក្លាហានរបស់យើងក៏បានចេញមកជួយសង្គ្រោះស្រីស្អាតនៅពេលនេះហើយក៏បាននាំថាងជ័យឆិនដើម្បីកិច្ចអំពីសត្វបិសាចមួយនេះដែលចៅយីក៏បាននិយាយថាហេតុអ្វីបានជាអ្នកមិនមករកខ្ញុំទៅដើម្បីឲ្យពួកយើងនៅពេលនេះមានការសហការជាមួយនឹងគ្នាបន្តមកនៅពេលនេះក៏មានមនុស្សស្រីម្នាក់ដែលបានខ្លំមើលទៅកាន់ពួកគេទាំងពីរនាក់ផងដែរដែលនាងបានគិតថាមើលទៅសមត្ថភាពរបស់ចៅយីនៅពេលនេះវាពិតជាបានកើនឡើងរឹតតែខ្លាំងជាងមុនទៅទៀតហើយជាមួយនឹងមរតកព្រះអាក្រក់របស់គេហើយនៅពេលនោះចៅយីក៏មានការចាប់អារម្មណ៍បន្តិចផងដែរដែលក៏បានងាកទៅកាន់ទីតាំងមនុស្សស្រីអាកំបាំងម្នាក់នេះប៉ុន្តែនាងក៏បានចាក់ចេញមកទៅហើយដែលបានធ្វើឲ្យចៅយីក៏បាននិយាយថាពិតជាមានមនុស្សដែលបានដេញតាមខ្ញុំនៅពេលនេះហើយនៅពេលនោះទេពធីតាតៃបៃក៏បានលេចចេញមកដែលនាងបាននិយាយថាអត្តសញ្ញាណរបស់ម្នាក់នោះពិតជាមានការចាប់អារម្មណ៍បន្តិចចំពោះខ្ញុំវាហាក់បីដូចជាមនុស្សម្នាក់នោះពិតជាបានមកពីទីកន្លែងមួយដែលខ្ញុំបានធ្លាប់ស្គាល់ហើយបន្តមកនៅពេលនេះថាងជ័យឆិនក៏បាននិយាយទៅកាន់ចៅយីថាដោយសារតែខ្ញុំមិនចង់បង្កបញ្ហាចំពោះអ្នកនៅពេលនេះប៉ុន្តែនៅពេលនេះពួកយើងគួរតែរកកន្លែងណាមួយដែលមានសុវត្ថិភាពសិនទៅចៅយីក៏បានឆ្លើយតបថាមិនឯនោះទេហើយបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលនៅពេលនេះការប្រកួតជុំទី1ក៏ត្រូវបានបញ្ចប់អ្នកប្រកាសក៏បានប្រកាសថាគឺមានតែមនុស្ស30នាក់នោះទេដែលអាចជាប់នៅក្នុងការប្រកួតមួយនេះហើយបន្តមកក៏បានដល់ពេលនៃការប្រកួតជុំទី2នៅពេលនេះវិញដែលអ្នកប្រកាសក៏បានប្រកាសថាការប្រកួតជុំទី2នៅពេលនេះវិញដែលការប្រកួតគូដំបូងគឺជាចៅយីហើយនឹងមនុស្សដែលបានមកពីទឹកដីអាកបាំងមួយរួចនៅពេលនេះចៅយីក៏បានឡើងទៅការសងវៀនហើយក៏បានជួបជាមួយនឹងមនុស្សដែលបាននៅតាមខ្លងមើលគាត់អំបែងមិញដែលមនុស្សគ្រប់គ្នានៅពេលនេះពួកគេបាននិយាយថាជាមួយនឹងមនុស្សស្រីម្នាក់នេះនាងបច្ចុប្បន្នស្ថិតនៅក្នុងឋានសួគ៌ទី16ខអំពីចៅយីដែលទេពធីតាតៃបៃនៅពេលនេះក៏បាននិយាយប្រាប់ទៅកាន់ចៅយីថានាងបច្ចុប្បន្នស្ថិតនៅក្នុងឋានសួគ៌ទី16ពិតមែនប៉ុន្តែខំពីឋានសួគ៌ទី16ដទៃផ្សេងទៀតជាមួយនឹងឋានសួគ៌របស់នាងនីមួយៗវាបច្ចុប្បន្នរួមបញ្ចូលថាមពលវិញ្ញាណបច្ចុប្បន្នពេញលេញខំពីឋានសួគ៌អ្នកដទៃផ្សេងទៀតរួចចៅយីក៏បាននិយាយថាបានចៅមានន័យថានាងបច្ចុប្បន្នខ្លាំងអំពីចៅហើយទៅទៀតដែលខ្ញុំបានប្រយុទ្ធជាមួយនឹងគេឋានសួគ៌ទី18រួចមនុស្សស្រីម្នាក់នេះក៏បាននិយាយទៅកាន់ចៅយីថាសមត្ថភាពរបស់អ្នកបច្ចុប្បន្នកើនឡើងខ្លាំងពិតមែនប៉ុន្តែអ្នកនៅពេលនេះបច្ចុប្បន្នជួបជាមួយនឹងខ្ញុំបន្តមកនៅពេលនេះចៅយីក៏បានឆ្លើយតបទៅវិញថាមិនឯនោះទេខ្ញុំនឹងសាកល្បងវានៅពេលនេះបន្តមកពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នានៅពេលនេះទៅដែលការប្រកួតដំបូងនៅពេលនេះចៅយីក៏ពិតជាមានការចាញ់ព្រាបបន្តិចដែលនៅពេលនេះទេពធីតាតៃបៃក៏បាននិយាយថាជាមួយនឹងកម្លាំងរបស់អ្នកមិនអាចប្រកួតប្រជែងជាមួយនឹងនាងបានទេប៉ុន្តែបច្ចេកទេសរបស់អ្នកពិតជាលើអំពីនាងអ្នកមានតែពឹងផ្អែកទៅលើបច្ចេកទេសនៅពេលនេះនោះទេដែលចៅយីក៏បាននិយាយថាដើម្បីឲ្យបច្ចេកទេសរបស់ខ្ញុំមានប្រសិទ្ធភាពខ្ញុំគួរតែរកឱកាសដើម្បីវាយប្រហារទៅកាន់នាងរួចនៅពេលនេះមនុស្សដែលបានមកពីរាជវង្សក៏បាននិយាយថាចៅយីម្នាក់នេះពិតជាមានសមត្ថភាពពិតមែនវាពិតជាមិនឆ្ងល់នោះទេហេតុអ្វីបានជាគេពិតជាអាចកម្ចាត់ពួកសត្វបិសាចនៅក្នុងការប្រកួតជុំទី1បានច្រើនជាងគេជាមួយនឹងសមត្ថភាពនៅពេលនេះពិតជាបានលើអំពីឋានសួគ៌ទី6ហើយគេពិតជាអាចទប់ទល់បានរួចក៏បានកាន់មកខាងនៅការប្រកួតនៅពេលនេះវិញដែលចៅជីក៏បានចាប់ផ្ដើមប្រើបច្ចេកទេសសម្ងាត់របស់គាត់ផងដែរនៅក្នុងការប្រកួតដែលបានធ្វើឲ្យមនុស្សស្រីអាយកាបាំងនៅពេលនេះក៏បាននិយាយថាវាហាក់បីដូចជាគេនៅតែសល់បច្ចេកទេសសម្ងាត់មួយដែលក្នុងការវាយប្រហារមួយនេះបន្តមកនាងនៅពេលនេះ
ក៏បានមកចេញនៅបច្ចេកទេសថ្នាក់ឋានសួគ៌ទី21ដើម្បីបើកការវាយប្រហារទៅកាន់ចៅយីផងដែរឬពួកគេក៏បានប៉ះទង្គិចម្ដងទៀតប៉ុន្តែហាក់បីដូចជាការប៉ះទង្គិចមួយនេះពិតជាមានភាពស្មើគ្នាចៅយីគាត់ក៏បាននិយាយថាមិននៅស្មានសោះការប្រកួតលើកដំបូងរបស់ខ្ញុំពិតជាបានជួបគូប្រជែងខ្លាំងបែបនេះហើយទោះជាយ៉ាងណាក៏ដោយនៅពេលនោះមនុស្សស្រីម្នាក់នេះក៏បាននិយាយថាខ្ញុំសូវចិត្តចោះចាញ់នៅក្នុងការប្រកួតមួយនេះដែលបានធ្វើឲ្យចៅយីក៏មានការភ្ញាក់ផ្អើលផងដែររួចបន្ទាប់មកមនុស្សស្រីម្នាក់នេះក៏បានគិតថាបើសិនជាខ្ញុំមិនបានប្រើបច្ចេកទេសអាម៉ាញ់មិញនោះទេខ្ញុំប្រកាសជានឹងត្រូវមានរបួសនៅពេលនេះហើយនៅពេលនោះរបាំងមុខរបស់នាងក៏ត្រូវបានបែកតែនាងនៅពេលនេះក៏បាននិយាយទៀតថាមើលទៅនៅពេលនេះខ្ញុំគួរតែរាយការណ៍ទៅកាន់ព្រះបិសាចហើយបើមិនដូច្នេះទេព្រះអាក្រក់ប្រហែលជានឹងលេចចេញមកម្ដងទៀតបើសិនជាព្រះអាក្រក់នឹងលេចចេញមកសង្គ្រាមព្រះពិតជាបានកើតឡើងម្ដងទៀតហើយសាច់រឿងរបស់យើងភាគនេះគឺមានតែប៉ុណ្ណឹងអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា